វេលាគឺជាអាយុជីវិតកូនអើយពេលវេលាពិតជាដើរលឿនណាស់កូនថ្មិចបើកកូនក៏ធំដោយមិនដឹងខ្លួនថ្ងៃមុនទើបតែកុមារសោះតែថ្ងៃនេះហៀកំឡោះពេញក្រមុំអស់ទៅហើយដំណើរជីវិតនេះគឺពិតជាប្រោប្រែទៅតាមពេលវេលាមែនបើសិនជាអាចវិលទៅរកពេលវេលាការដែលកូននៅក្មេងវិញបានមិនដឹងជាល្អយ៉ាងណាទេព្រោះការកូននៅពីក្មេងកូនមិនចូលចិត្តលេងសប្បាយមិនខ្វល់ខ្វាយរឿងអ្វីទាំងអស់ជីវិតគឺមានតែភាពរីករាយមិនចេះខូចចិត្តមិនចេះកើតទុក្ខមិនដូចពេលនេះឡើយទាំងម៉ែទាំងកូនទុក្ខអើយសែនទុក្ខឥតលះលហើយរឿងរ៉ាវចូលក្នុងជីវិតនេះស្ទើររាល់ថ្ងៃទាំងរឿងល្អទាំងរឿងអាក្រក់សុខនិងទុក្ខច្របូកច្របល់គ្នាពេលវេលាក៏ទំពាស៊ីអាយុជីវិតរបស់យើងបន្តិចម្ដងភាពចាស់ជរាក៏រំកិលចូលមកបន្តិចម្ដងដូចគ្នាហើយមិនយូរមិនឆាប់ទេជីវិតយើងនឹងលាចាកលោកនេះធ្វើដំណើរទៅកាន់ពិភពលោកមួយថ្មីទៀតមិនខានដូច្នេះហើយពេលវេលាគឺមិនមែនជាមាសប្រាក់ទេកូនតែពេលវេលាគឺជាអាយុជីវិតក្នុងខណៈពេលដែលជីវិតនៅមានកូនត្រូវប្រញាប់ធ្វើអ្វីដែលមានប្រយោជន៍ដល់ខ្លួនឯងនិងមនុស្សជាតិទៅហើយកុំឲ្យស្ដាយក្រោយពេលធ្វើអ្វីលែងកើតរវល់ចំណែនគ្នារវល់ឈ្នានេះគ្នារវល់ប្រកាន់គ្នាបានប្រយោជន៍អីតើជីវិតយើងមាន10ឆ្នាំប្រមាណដងបើឆ្លៀតធ្វើសេចក្តីល្អបានក៏ឆ្លៀតទៅយើងប្រណាំងប្រជែងគ្នាធ្វើការងារមនុស្សធម៌ឬសប្បុរសធម៌នៅក្នុងសង្គមប្រសើរជាងប្រណាំងប្រជែងគ្នារឿងសម្ភារៈនិយមកុំព្រោះតែដើម្បីខ្លួនឯងធ្វើអ្វីដោយមិនក្រែងដល់មនុស្សនៅក្នុងសង្គមឲ្យសោះណាកូនត្រូវចេះរស់នៅជាមួយនឹងសង្គមមនុស្សល្អធ្វើអ្វីត្រូវមានគុណធម៌កុំតែកុំស្គរបង្កតែភាពចលាចលបំពុលសង្គមឲ្យច្របូកច្របល់ត្រូវចេះខ្វល់ខ្វាយចេះយកចិត្តទុកដាក់ជួយសង្គមទុកឈ្មោះថាជីវិតរស់នៅរបស់កូនមិនខាតពេលវេលាឬរស់នៅមិនខាតប្រយោជន៍កុំប្រើពេលវេលាដើម្បីបំផ្លាញប្រយោជន៍អ្នកដទៃតែត្រូវប្រើពេលវេលាដ៏មានតម្លៃដើម្បីសាងជីវិតខ្លួនឯងឲ្យបានល្អប្រសើររៀនលើកលែងទោសកូនអើយកូនត្រូវរៀនបើកចិត្តឲ្យទលាយដូចជាមហាសមុទ្រកុំរស់នៅដោយភាពចង្អៀតចង្អល់ព្រោះផែនដីនេះមិនមែនមានតែកូនម្នាក់ឯងទេគឺមានមនុស្សជាច្រើនណាស់ដែលរស់នៅលើផែនដីជាមួយនឹងកូនបើកូនរវល់តែប្រកាន់អ្នកនេះប្រកាន់អ្នកនោះមិនពេញចិត្តអ្នកនេះមិនពេញចិត្តអ្នកនោះស្អប់អ្នកនេះស្អប់អ្នកនោះច្រណែនអ្នកនេះច្រណែនអ្នកនោះទៅនឹងអ្នកនេះទៅនឹងអ្នកនោះតើពេលវេលាណាទើបចិត្តរបស់កូនបានសេចក្តីសុខកំហុសណាដែលអាចលើកលែងបានក៏លើកលែងទៅរឿងណាដែលកូនអាចបំភ្លេចបានក៏បំភ្លេចចោលទៅទុកនៅក្នុងចិត្តនាំតែស្ដុកធ្វើអីចូលកូនវឹកហាត់ចិត្តខ្លួនឯងឲ្យចេះត្រេកអរជាមួយនឹងអ្នកដទៃដែលគេមានសេចក្តីសុខហើយចេះអាណិតអាសូរដល់អ្នកដទៃដែលមានសេចក្តីសុខកុំច្រណែនពេលគេបានសុខព្រោះគេល្អជាងខ្លួនកំពួនពេបមាត់ពេបកត្រេកអរពេលដែលគេមានទុក្ខចិត្តកូននឹងបានសុខហើយថែមទាំងមិនមានពីវិរិយទៀតផង
កូនត្រូវរៀនឲ្យអភ័យឲ្យសេចក្តីមេត្តាឲ្យការអនុគ្រោះឲ្យការសន្តោសប្រប្រណីឲ្យសេចក្តីអាណិតស្រឡាញ់មិនចង់ឈ្នះចាញ់អ្នកណារស់នៅដោយចិត្តមេត្តាចេះលើកលែងទោសកំហុសចំពោះអ្នកដែលធ្លាប់ធ្វើខុសហើយចង់កែខ្លួនឲ្យសេចក្តីសុខដល់អ្នកដទៃដោយការមិនប្រព្រឹត្តបៀតបៀនបំពារបំពានតាមផ្លូវកាយផ្លូវវាចាផ្លូវចិត្តដែលនាំឲ្យជីវិតគេក្តៅក្រហាយកូនត្រូវរៀនបំភ្លេចចោលរឿងរ៉ាវដែលមិនល្អរឿងដែលនាំឲ្យកូនមានភាពឈឺចាប់បំភ្លេចទោសកំហុសដែលអ្នកដទៃធ្លាប់ធ្វើដាក់កូនមិនចងគំនុំគុំគួនចងអាឃាតជាបាតដែលជាហេតុនាំឲ្យមានពីវេរានៅគ្នាមិនចេះចប់បើក្នុងចិត្តរបស់កូនមិនស្ងប់រវល់តែគុំគួនអ្នកនេះរវល់តែគុំគួនអ្នកនោះជីវិតរបស់កូនប្រកាសជារស់នៅគ្មានសេចក្តីសុខឡើយភ្លើងគំនុំនឹងដុតកូននៅក្តៅក្រហាយគ្រប់ពេលវេលាដូច្នេះកាលដែលចេះឲ្យអភ័យទោសដល់អ្នកណាម្នាក់នោះអ្នកដែលកូនលើកលែងទោសឲ្យបាននោះអ្នកដែលកូនលើកលែងទោសឲ្យក៏បានសុខហើយចិត្តកូនខ្លួនឯងក៏បានសុខព្រោះគ្មានគំនុំនៅក្នុងចិត្តសន្តិភាពពិតប្រាកដនឹងកើតឡើងនៅក្នុងជីវិតរបស់កូនហើយកូននឹងក្លាយទៅជាមនុស្សដែលអ្នកដទៃស្រឡាញ់ចូលចិត្តអាណិតមេត្តាដោយដែលកូនមានការអាណិតស្រឡាញ់និងមានសេចក្តីមេត្តាដល់អ្នកដទៃអញ្ចឹងឯងដែរកូនដាំពូជបែបណាកូនមិនមែនទទួលបានផ្លែផ្កាបែបនោះបើកូនជាគេនឹងជាកូនវិញបើកូនពីគេនឹងវាកូនវិញបើកូនស្អប់នឹងចងគំនុំគុំគួនគេនឹងស្អប់នឹងចងគំនុំគុំគួនកូនវិញដូចគ្នាតែបើកូនញញឹមដាក់គេនឹងញញឹមដាក់កូនបើកូនធ្វើល្អដាក់គេនឹងធ្វើល្អដាក់កូនវិញមិនខានឡើយដូច្នេះកូនត្រូវរៀនបណ្ដុះពូជមេត្តាបណ្ដុះចិត្តករុណានិងបណ្ដុះសេចក្តីស្រឡាញ់ចំពោះអ្នកដទៃដែលនៅជុំវិញខ្លួនកូនឲ្យបានច្រើនណាស់កូនពីរមែងរងាប់ដោយការមិនចងពីអ្នកបៀតបៀនគ្នារមែងក្តៅក្រហាយចំណែកអ្នកចេះឲ្យអភ័យរមែងរស់នៅបានសុខសប្បាយទាំងកាយនិងទាំងចិត្តកែប្រែនិងផ្លាស់ប្ដូរកូនអើយមានឆន្ទៈតែខ្វះសេចក្តីព្យាយាមមានសេចក្តីព្យាយាមតែខ្វះការយកចិត្តទុកដាក់មានការយកចិត្តទុកដាក់តែខ្វះការពិចារណាក៏មិនអាចឲ្យការងារកូនបានសម្រេចជោគជ័យដែរចង់ជោគជ័យចង់សម្រេចការងារតូចធំចង់មានទ្រព្យសម្បត្តិចង់មានចំណេះដឹងវាមិនមែនបានមកពីការអុជធូបបន់ស្រន់សំពះថ្វាយបង្គំសុំឬខ្ជិលច្រអូសដេកផ្សងសំណាងរួចរត់ទៅរកព្រះសង្ឃស្រោចទឹកដោះគ្រោះនោះទេគឺបានមកពីការខំប្រឹងប្រែងដោយខ្លួនឯងដើមឈើដែលធំវាអាចផ្ដល់ម្លប់ដល់ត្រឈឹងត្រឈៃសម្រាប់មនុស្សសត្វច្រកកោនបំបត្តិភាពនឿយហត់ត្រជាក់ខ្លួនត្រជាក់ចិត្តបានតែមុននឹងបានដើមឈើធំក៏ត្រូវការយកចិត្តទុកដាក់នឹងការការពារពីមនុស្សផងដែរយ៉ាងណាមិញចំណេះវិជ្ជាទីពឹងដ៏ធំធេងរបស់កូនតែមុននឹងបានចំណេះវិជ្ជាក៏ទាមទារឲ្យកូនមានការខិតខំប្រឹងប្រែងរៀនសូត្រដូចគ្នាភាពខ្ជិលច្រអូសវាគឺជាហេតុដែលនាំឲ្យកូនវិនិច្ឆ័យគ្រប់យ៉ាងវិនិច្ឆ័យទាំងការងារវិនិច្ឆ័យទាំងទ្រព្យសម្បត្តិវិនិច្ឆ័យទាំងចំណេះវិជ្ជានិងវិនិច្ឆ័យទាំងពេលវេលាដូច្នេះបើកូនចង់ផ្លាស់ប្ដូរខ្លួនឯងគឺត្រូវចាប់ផ្ដើមពីការកែប្រែជាមុនសិនកូនត្រូវប្រែពីភាពខ្ជិលច្រអូសទៅជាឧស្សាហ៍ព្យាយាមប្រែពីការគិតបែបអវិជ្ជមានទៅជាមានគំនិតបែបវិជ្ជមានប្រែពីចរិតរឹងរូសទៅជាចរិតរឹងមាំប្រែពីចិត្តទន់ជ្រាយទៅជាចិត្តទន់ភ្លន់ប្រែពីនិយាយច្រើនផ្លេះផ្លោះអត់ប្រយោជន៍ទៅជានិយាយតិចតែធ្វើច្រើននិយាយរួមគឺថាកូនត្រូវរៀនកែប្រែនិងផ្លាស់ប្ដូរទម្លាប់អាក្រក់របស់កូនចេញទៅមានសង្ឃឹមថាជីវិតរបស់កូននឹងបានរីកចម្រើនកែទម្លាប់អាក្រក់របស់ខ្លួនសិនមុននឹងទៅកែប្រែអ្នកដទៃជួយខ្លួនឯងសិនមុននឹងទៅជួយអ្នកដទៃបើកូនចង់បានសុខត្រូវឈប់ចង់កូនអើយត្រនិចនាលិកា
តែងតែយាត្រាទៅមុខអត់ឈប់ឈរព្រះច័ន្ទព្រះអាទិត្យតែងផ្លាស់ប្ដូរវេនគ្នាដើម្បីបំភ្លឺភពផែនដីដោយព្រះអាទិត្យបំភ្លឺនាពេលថ្ងៃព្រះច័ន្ទថ្លៃបំភ្លឺនាពេលយប់ផែនដីក៏តែងតែវិលអត់ឈប់ឈរទឹកស្ទឹងតែងតែហូរទៅកាន់ទន្លេទឹកទន្លេតែងហូរទៅកាន់សមុទ្រគ្មានអ្នកណាអាចហាមឃាត់ពេលវេលាទាំងធម្មជាតិទាំងនោះបានឡើយកូនមិនអាចបញ្ឈប់ពេលវេលាមិនឲ្យដើរទៅមុខបានកូនក៏មិនអាចបញ្ឈប់ភពផែនដីមិនឲ្យវិលបានដែរហើយរឹតតែមិនអាចទៅទៀតបើសិនជាកូនចង់ហាមឃាត់ព្រះអាទិត្យមិនឲ្យរះឡើងនោះបើកូននៅតែទាមទារចង់ឲ្យអ្វីៗដូចចិត្តកូននោះកូននឹងកាត់ទុកព្រោះអ្វីៗទាំងអស់នោះមិនអាចចេះតែតម្រូវតាមចិត្តឬក៏ផ្គប់ចិត្តកូនបានគ្រប់ពេលទេកុំទាមទារចង់បញ្ឈប់ព្រះអាទិត្យមិនឲ្យលិចតែអ្វីដែលកូនគួរធ្វើគឺបញ្ឈប់ការទាមទាររបស់កូនឈប់ចង់ឲ្យអ្នកដទៃមកតម្រូវចិត្តកូនព្រោះគ្មានអ្នកណាតម្រូវចិត្តកូនក្រៅពីកូនខ្លួនឯងឡើយឈប់ជីកគាស់រំលើងគ្រឿងមិនល្អពីអតីតកាលដែលនាំឲ្យចិត្តក្តៅក្រហាយមិនមានសេចក្តីសុខស្ងប់ឈប់គិតអាក្រក់ទៅលើអ្នកដទៃព្រោះតែសេចក្តីចំណានឈ្នានីសរបស់ខ្លួនឯងឈប់ជិះជាន់កេងប្រវ័ញ្ចអ្នកដទៃព្រោះតែដើម្បីប្រយោជន៍ខ្លួនឯងនឹងឈប់បន្ថោកតម្លៃអ្នកដទៃព្រោះដើម្បីតម្កើងតម្លៃខ្លួនឯងឈប់ហួងហែងហួសហេតុពេកព្រោះវានាំឲ្យចិត្តកូនគ្មានសេចក្តីសុខឈប់ដុតចិត្តខ្លួនឯងដោយភ្លើងគំនុំគុំគួនចង់អខ្ជាបាតទៅលើអ្នកដទៃនឹងឈប់ធ្វើអ្វីតាមតែទំនងចិត្តរបស់ខ្លួនឯងនឹងធ្វើអ្វីមួយត្រូវគិតឲ្យបានល្អិតល្អន់និយាយរួមគឺឈប់ធ្វើអាក្រក់ឈប់និយាយអាក្រក់ឈប់គិតអាក្រក់នេះជាអ្វីដែលកូនត្រូវបញ្ឈប់កាត់បន្ថយការចង់អត់ឈប់ឈរឈ្មោះថាការកាត់បន្ថយការខកចិត្តតម្លៃជីវិតកូនអើយជីវិតដែលមានតម្លៃមិនមែនស្ថិតនៅលើអ្នកដទៃគេផ្ដល់ឲ្យនោះទេហើយក៏មិនមែនស្ថិតនៅលើវត្ថុសម្ភារៈអ្វីខាងក្រៅនោះដែរតម្លៃជីវិតគឺស្ថិតនៅត្រង់បេះដូងខាងក្នុងព្រោះបើបេះដូងខាងក្នុងល្អផ្សាយបន្តមកក្រៅក៏ល្អទោះបីអ្នកដទៃគេមើលមិនឃើញពីតម្លៃនៃជីវិតរបស់កូនប្រកូនខ្លួនឯងស្គាល់ច្បាស់ពីតម្លៃខ្លួនឯងដែរកុំខ្វល់គិតនឹងរឿងដែលគេមិនឲ្យតម្លៃកូនតែត្រូវនឹកខ្វល់នឹងខ្លួនឯងដែលមិនឲ្យតម្លៃខ្លួនឯងឬក៏ធ្វើជីវិតខ្លួនឯងមិនឲ្យមានតម្លៃកូនស្រីគឺស្ថិតនៅត្រង់មានចិត្តភក្តីស្មោះសរល្អបរិសុទ្ធដោយទឹកចិត្តមេត្តាចរិយាមាយាទប្រពៃថ្លៃថ្លាមានការគោរពគួរសមចំពោះចាស់ព្រឹទ្ធាចារ្យមេដាបិតាវិចារពិរោះព្រោះពលពាក្យពិតទៀងត្រង់មិនមុសាមានចិត្តសុភាពរៀបសារទន់ភ្លន់តែមិនទន់ជ្រាយចេះស្រឡាញ់គ្រួសារមានកតញ្ញូតាគឺការដឹងគុណប៉ុណ្ណឹងគ្រប់គ្រាន់ណាស់សម្រាប់តម្លៃនៃជីវិតស្ត្រីតម្លៃកូនប្រុសនៅត្រង់មានចិត្តស្មោះចេះសន្តោសប្រោសប្រណីមានភក្តីភាពចំពោះគ្រួសារជាតិនិងសាសនាមានបញ្ញាពលគឺចំណេះវិជ្ជាអាចដោះស្រាយរាល់បញ្ហាគ្រប់យ៉ាងនៅក្នុងជីវិតមានចិត្តតស៊ូអង់អាចក្លាហានមិនយកប្រៀបទៅលើអ្នកដទៃពិសេសគឺមនុស្សស្រីមានក្តីអាណិតមេត្តាករុណាមានការទទួលខុសត្រូវខ្ពស់មិនរស់ធ្ងន់តែផែនដីនេះហើយជាបុរសដែលស្រីគេប្រាថ្នាបើកូនស្គាល់ច្បាស់ពីតម្លៃនៃជីវិតខ្លួនឯងហើយកូនក៏ត្រូវស្គាល់ពីតម្លៃជីវិតរបស់អ្នកដទៃផងព្រោះគេក៏មានតម្លៃរបស់គេដែលកូនគួរផ្ដល់ឲ្យដែរកូនចង់ឲ្យអ្នកដទៃផ្ដល់តម្លៃឲ្យកូនយ៉ាងណាអ្នកដទៃក៏គេចង់ឲ្យកូនផ្ដល់តម្លៃឲ្យគេយ៉ាងនោះដូចគ្នាស្រីស្អាតព្រោះចរិយាប្រុសសង្ហាព្រោះការទទួលខុសត្រូវទឹកខ្មុំមានពឹសកូនអើយ
ជាធម្មតាទឹកឃ្មុំតែងតែមានរសជាតិផ្អែមឆ្ងាញ់ជាប់មាត់ជាពិសេសទឹកឃ្មុំគឺជាឱសថដ៏ពូកែក្នុងការព្យាបាលជំងឺផ្សេងៗទៀតផងប៉ុន្តែបើសិនជាទឹកឃ្មុំមិនសុទ្ធក៏គ្មានប្រសិទ្ធភាពដែរហើយដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះបើសិនជាទឹកឃ្មុំលាយឡំដោយថ្នាំពិសគឺវាប្រកាសអាចសម្លាប់កូនឲ្យស្លាប់យ៉ាងវេទនាបំផុតបានមនុស្សយើងខ្លះក្នុងសង្គមបច្ចុប្បន្នក៏មិនខុសពីទឹកឃ្មុំដែលលាយថ្នាំពិសដែរនៅមុខយើងគេល្អណាស់ប៉ុន្តែនៅខាងក្រៅខ្នងយើងជាអ្នកដែលលួចសម្លាប់យើងក៏ថាបានពាក្យចាស់លោកថាមនុស្សដែលស្គាល់តែមុខមិនស្គាល់ចិត្តគឺពិតជាមនុស្សដែលគ្រោះថ្នាក់បំផុតហើយមានមនុស្សច្រើនណាស់ដែលរងគ្រោះព្រោះមនុស្សដែលល្អតែមុខមនុស្សដែលពូកែសម្ដែងនៅខាងក្រៅសែនល្អដូចទេវតាប៉ុន្តែការពិតខាងក្នុងគឺជាព្រាយបិសាចដែលគួរឲ្យខ្លាចជាទីបំផុតមនុស្សបែបនេះកូនត្រូវតែជិះវាងចេញឲ្យឆ្ងាយជាងច្រើនតែលិចលង់ផុងចិត្តលើមនុស្សដែលល្អតែខាងក្រៅល្អតែកាយល្អតែវិចារតែមិនល្អចិត្តឆាប់ចាញ់បោកគេក៏ព្រោះតែលង់សម្រស់ជឿសម្ដីដោយមិនបានពិនិត្យឲ្យល្អិតល្អន់ឃើញរូបស្អាតក៏មិនប្រកាសថាចិត្តល្អឬវិចារពោលពាក្យពីរោះផ្អែមល្ហែមក៏មិនប្រកាសថាជាវិចារពិតចេញពីចិត្តជួនកាលវិចារផ្អែមអាចមានថ្នាំពិសក៏មានកូនគួរកុំខ្សែបគប់រាប់រកមនុស្សដែលនិយាយល្អតែមុខកូនតែនៅក្រៅខ្នងនិយាយដើមអាក្រក់ពីកូនហុយសែងមនុស្សបែបនេះឯងដែលលោកហៅថាមនុស្សមានពិសនៅមុខសែនល្អដូចទេវតាក្រៅខ្នងរិសាចាំប្រហាគេល្អតែកាយចិត្តវិជ្ជាកូនម្ដាយត្រូវតែជិះឲ្យឆ្ងាយធ្វើល្អដើម្បីខ្លួនឯងផងកូនអើយកុំព្រោះតែប្រាក់ស្ម័គ្រចិត្តធ្វើបាបខ្លួនឯងឲ្យសោះណាកូនកូនត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើនជាងស្រឡាញ់ប្រាក់កូនអាចរកពេលណាក៏បានតែអាយុជីវិតកូនមិនអាចរកបានទេតែកាលណាបាត់បង់ហើយមិនអាចត្រឡប់ក្រោយវិញបានឡើយដូច្នេះហើយកូនត្រូវចេះស្រឡាញ់សុខភាពខ្លួនឯងឲ្យច្រើនជាងទ្រព្យសម្បត្តិកូនត្រូវតែធ្វើជាមនុស្សល្អសម្រាប់ខ្លួនឯងផងកុំគ្រាន់តែជាមនុស្សល្អសម្រាប់អ្នកដទៃនោះបានន័យថាម៉ែចង់ឲ្យកូនជាមនុស្សល្អពិតប្រាកដទាំងខាងមុខទាំងខាងក្រោយកុំជាមនុស្សលាក់ពុតល្អតែចំពោះមុខអ្នកដទៃកូនត្រូវតែរស់នៅដោយសេចក្តីរីករាយមិនក្តៅក្រហាយចិត្តហើយត្រូវចេះមានសេចក្តីសុខជាមួយនឹងខ្លួនឯងដែលជាមនុស្សល្អពិតមានពាក្យមួយគេតែនិយាយថាឈ្នះលបែងទិញរបស់ចាញ់លបែងអស់លក់របស់លេងលបែងពាក្យនេះវាមិនខុសពីជីវិតពិតរបស់មនុស្សខ្លះសពថ្ងៃទេកូនមួយថ្ងៃខំប្រឹងធ្វើការរកទ្រព្យសម្បត្តិទុកដាក់ទិញរបស់មានតម្លៃថ្លៃដើម្បីបង្អួតបង្អអ្នកដទៃឲ្យគេមកឲ្យអ្នកដទៃទិញរបស់មានតម្លៃថ្លៃដើម្បីបង្អួតអ្នកដទៃឲ្យគេមើលមកឃើញថាអស្ចារ្យឃើញថាគ្រាន់បើរហូតគ្មានពេលវេលាធ្វើសេចក្តីល្អសម្រាប់ខ្លួនឯងមិនហ៊ានចំណាយទ្រព្យធនធានបន្តិចបន្តួចដើម្បីធ្វើទានតែដល់ពេលមានជំងឺអ្វីមួយធ្ងន់ក៏ត្រូវចំណាយទ្រព្យលក់របស់ដែលខ្លួនរកបានមកនោះអស់គ្មានសល់ដើម្បីយកមកព្យាបាលជំងឺហើយទីបំផុតជីវិតក៏ត្រូវស្លាប់សួរថាទ្រព្យសម្បត្តិទាំងនោះមានតម្លៃជាងជីវិតឬក៏ជីវិតមានតម្លៃជាងទ្រព្យបើថាជីវិតមានតម្លៃជាងទ្រព្យទាំងនោះចុះហេតុអ្វីបានជាត្រូវចំណាយជីវិតដើម្បីតែទ្រព្យរាប់សិបឆ្នាំហើយទីបំផុតទ្រព្យសម្បត្តិទាំងនោះក៏មិនអាចធានារ៉ាប់រងអាយុជីវិតរបស់ខ្លួនឯងបានត្រូវស្លាប់ទៅជាខ្មោចស្រេកឃ្លានព្រោះតែមិនបានធ្វើបុណ្យឲ្យទានដើម្បីបានជាស្បៀងទៅលោកខាងមុខព្រោះតែទ្រព្យសុខចិត្តជាប់គុកព្រោះតែទ្រព្យសុខចិត្តសម្លាប់អ្នកដទៃព្រោះតែទ្រព្យសុខចិត្តធ្វើបាបខ្លួនឯងម៉ែមិនចង់ឲ្យកូនចំណាយជីវិតដើម្បីអ្វីខាងក្រៅច្រើនពេកទេតែម៉ែចង់ឲ្យកូនធ្វើល្អដើម្បីខ្លួនឯងខ្លះកុំធ្វើល្អដើម្បីតែអ្នកដទៃណាកូន
Khuôn ní hai chỉ tí sẽ lạnh khuôn anh dạng cài lên. Bà khuôn mình sẽ lạnh khuôn anh, ta ai nè đã tây ảnh na, một sẽ lạnh chùm núi. Rồi vô rương ký, phịch rương khuôn anh, cồn ới, rứt nông lục nì. Ở vây có ai cả làng bạn đáy. Áo ta miền hẹt, bà chạy trục quán. Rồi chết tay, kết hạ, vì mình xóm tí, vì mình trâu tí, vì mình cua tí, vì mình ai tí. Tại cả bất cứ vì xóm hơi, vì trâu hơi, vì cua hơi, vì ai hơi. Ốc rung tu miền chất, tôi qua cả bất tàu nà côn. Bỏ trơn, nóm oi tay chết cao tục tụt tí, nụ tí. Dốc phê về lý, từ cô sang chỉ vật khuôn anh. Ôi là ổ bà sao tự là ổ chiêng. Cái lô vì ban xích đầy sốc là từ khó chất cất rương kỹ tràn phê. Nó mà chưa có ba vân một vừa ấy. Ta bà lưu dương mình chẳng tí. Mình nẹ rồi vô tại rương kỹ. Từ tại miền bì về lý kịch vì khuôn anh. Rồi vô tay mơ tô cùng học kỹ, phịch mơ tô cùng học luôn ánh. Rồi vô tay tết điên kỹ, phịch tết điên luôn ánh. Rồi vô tay mơ sờ màu kỹ, phịch mơ sờ màu luôn ánh. Rồi vô tay ọc rung tu miền kỹ, phịch ọc rung tu miền luôn ánh. Rồi vô tay khoa khoai bì kỹ, phịch khoa khoai bì luôn ánh. Rồi vô tay đo sài bánh hà ở kỹ, phịch đo sài bánh hà luôn ánh. Rồi vô tay X-ray ở kỹ, phịch X-ray ở luôn ánh. Rồi vô tay mơ tùm bệ kỹ, bái chỉ phịch lọc hình chọn mơ tùm bệ khuôn ánh. Rồi vô tay ngụ tực xâm ạc khuôn ở kỹ, phịch ngụ tực xâm ạc ở khuôn ánh. Rồi vô tay thông khăn sỏi kỹ, phịch kết hạ khuôn ánh có biến khăn sỏi đá. Rồi vô tràn phê hai cô ơi, cụ cắt bằng thổi khla để đấng. Mà nè rồi vô ơi san rồi vô. Cứ rồi vô khăn ná, rồi vô rồi hốt rốc bê về lý đầm bày xoay rốc sẽ đầy sốc xâm rạp khuôn ánh mình bán. Rồi vô tiếng ngay rồi vô tiếng dục. Nè khá rồi vô tràn phê hô bằng bàn, xâm ra mạnh lũ. Bọn con mình là hơi, còn miền đáy. Cứ rồi vô phó tại vì rương kỵ nâng ai. Ở đây đây mà đáy điệp rộng một ní. Cứ mà đáy trong mà hành, côn thả. Bà côn ở lại tay rồi vô rương kỵ. Côn nâng không miên phê về lý, nâng kết bị rương khuôn anh lái. Rương độ bỏ ký, mơ khơi. Rương độ bỏ ký, mơ khơi nè. Rương khuôn anh chạy ca. Hạ đội bình khoal. Chỉ bất kỹ sóc luôn anh rồi vô. Thua ai ẩm phôl khoal khoai rồi ngày. Trong sọc trớ bất vi. Côn ơi. Cám ban tạ tay sạch lộp. Ở các mốc miền này xâm rạp mướn. Miền trở chuyện xâm rạp đám. Miền món xâm rạp nệ giấy. Có bật mẹn hơi. Tay mình lúc trở na. Đây mình chế prao rồi bỏ chẳng ổ nút. Ôi miền bởi giáo. Cao túc mình sốc chất. Ất miên xịt đây sốc. Có đòi xa tại phần này. Trở chuyện nâng một nút đáy. Đối chân này bà côn chọc ban xịt đây sốc. Hơi sinh ngọc. Côn tơ tại bật vi. Đám bấy ọc rúm. Bần tùm tu miên chất. Túp cắt ả rằm xem xế. Để viết chôl một tam thuy tiền lại lúc. Bật thuy không tỉ đi. Cứ bật thuy bạp ạc của sao. Bật thuy phần này. Cầm ói khoa khoai. Rô tại khơi rụp. Đại mình là ổ. Bật thuy trở chuyện. Cầm ói cao tục. Rô tại sạp lưu xâm lấy. Đại mình bị rúa. Trâu bật thuy mót. Cầm ói chế tay nị dây. Bọc bạch bọc bọc. Ất bởi dội. Hư nị dây khmiên đàn cầm nọt. Côn trời ọc rùm phần này. Ọc rùm trở chía. Ọc rùm mót. Cầm ói chế tay mưa. Cầm ói chế tay sạp. Cầm ói chế tay nị dây. Mót rồi bỏ cuốn. Trớ nị dây đòi mì tá. Phần này đòi bỏ cuốn. Trớ tay mưa đòi cả bị chà ra ná. Trớ chía đòi bỏ cuốn. Trớ sạp đòi cả kích. Bà côn bật phi bàn là ổ hai. Xích đấy khoa khoa rồi mình miễn đo côn. Nó côn ở ban xích đấy sốc ngọc. Giang bật bạc cọt. Sông rùm cái. Sông rùm vì trà. Sông rùm chất. Đầm bệnh bật phía bám. Kria mùi này chỉ vật. Nâng một đó. Từ kria đại chỉ vật. Trâu khliết chạ mà nụ. Đại chỉ tí xa lánh. Khliết chạ rồi bỏ. Thọp rào prá. Khliết chạ hộp hàn đấy. Đại thọp rụt nâu. Vì nụ. Cố nâng thua đầm nào tử. Tại mà nè ai. Miên nè na xông bay tại mà nè. Rùm đầm nào chỉ mùi cồn lái. Ta cốt ban tìm khuôn. Xâm rạp chạ trình. Hai rửa nấu. Ta cốt ban tìm rụt bỏ. Xâm rạp dọc tự. Chỉ mùi hai rửa nấu. Ta cốt tìm chật. Đầm bấy lực đáy. Liêm mà nụ cực ní.
lia được bỏ cục dáng lia hộp hàn đầy ní hai đứa nữ mà cô nữ mình toàn triềm tế cóประหยัดtriềm ở hai tờ lúc ria môi nơi chỉ vật nu đừng mọc đó mình khan còn tại vì chú hai đừng chập vào nóประหยัดtất tay nha ria hai có ở sợi đòn cột lịch bạt từ vĩnh không biết là mà nè aiใส่หามควอดเรียแรงบานลอยอย่างน่าชีวิตมันดูสัตว์ก็โดยชนได้จัดมอกหายก็สลับถึงวิ่งจิตธรรมดาขมิ้นเนี่ยนะอาจเตรียมตีส้มอ่องวอกอกลมอ้อยสลับบานลอยปรุนิหายส้มอ่องวอกอกลมอ้อยสลับบานลอยปรุนิหายคือจิการปิดในชีวิตไงเรียหายเล็กจิตเกิดธรรมจิตชีวิตกงเคลียดจิตเทียดบบละไตอสดองกุดรลดฮะโดยโกนเคยจะบ้าจะนังเนตราชีวิตเปรียบด้วยสัตว์เชอโกนเอ๋ยแต่น้องลูกนี่ปีขมิ้นเอาไว้ได้สถัดเทเตไตเมนกาแปรปรูกรปีบิลีเนื้อจีสกซกก็แปรจีชือเนื้อพลือสกซกก็แปรจีงงเงิดสลายสกซกก็แปรจีสอับคือแปรปรูตลับสบกรุบอัดชบโชลอยนาโกนปีบิลีทั่วดำนาลื่นนะเราเดินกาจ้าก็พลาจูเราเดินกาทำไมเอาไว้ก็แปรปรูตัวตามเราเดินกาดูชนะได้มันท่าทอมจิตมันท่าจีบมนุษย์สัตว์อัดมีนเอาไว้ได้เนื้อดอกได้นุตีเจ้าโกนเตยกระเล็กมือสลักเชื้อได้ดำบงหลายคือเบียร์ล้อทรุยใจให้บรรทบมอกสลักใจนุก็แปรจิตจ้าบรรทบมอกติดตุ่มจุรุรถเรียปีเป็นเลือแผ่นใดจุดการตรึกจอลบอกอันได้ตรสายเวลวลขมิ้นเกาะขมิ้นเท้าที่บำพดก่อคลายจะจีได้ออกขมิ้นสาวอย่างน่าจีวัตรบอกมนุษย์สัตว์ก็โดยคณีได้ถือแปรปรัวเปรียบใบโดยจีสลักเชืออันจังกาดหมอกหายก็แปรเตยจีจะหายก็แปรเตยจีชื่อหายก็แปรจีสลับจงบรรจับก็คล้ายเตยจีโทรณีแต่งออกโดยคณีสลักเชือตุ่มจุกงหลอดทำไมมนุษย์เราใส่กงเมียนตุกเตอแต่รึงปังปรังสำรบคมเนอสมกบกาตุกไอรู้ได้กุนถัวกุนเอ๋ยชีวิตนี้เปรียบโดยจีละใบได้เลี้ยงมันได้เฉลี่ยทุกนี้ได้โจลินละใบชีวิตคือเตอแต่จังคือจังเราโหดดอตีบรรจับจังขมิ้นซาละไว้ต่างอ้อจังตัวแต่มนุษย์ได้โกนสลังอ้อตรอบสมบัติกรุบยางได้โกนคอมปรังโรคจังเราโหดดอลอ้อแต่งพลุนติดพองบักโกนพร้อมจังดอยสรุลโกนนึงมันเศร้ามีนตุกแต่บารังตุกตึงมันพร้อมจังสิกได้ตุกหนังการมีนกันแต่จานดอกโกนมันค้างพร้อมจังแกมก็พร้อมจับบักโกนแต่จังดอกได้โกนกู้ไตรุ่นเนื้อดอยกุนทัวปลุกกุนทอนี่คือปัจจัยสำคัญนะสำหรับชีวิตมนุษย์คือปัจจัยสำคัญนะสำหรับชีวิตมนุษย์โกนบางโกนมีนกุนถัวก้าวเนื้อดอกบอกโกนก็มีนตำไลหาชีวิตดอกบอกโกนหนึ่งมีนกุนเพียบละอ๋อจิตดอกบอกโกนหนึ่งมีนสำรักเกจโมดอกบอกโกนหนึ่งมีนเคลื่อนกระโอกก้าวเนื้อดอกบอกโกนก็หนึ่งมันจงอิดแผ่นใดดุจในหายเติบโกนดอกบอกไม้จำใบเตยไตรุ่นเนื้อโดยกุนถัวคือรุ่นเนื้อโดยสิกได้ละอ๋อรุ่นเนื้อโดยมีนมีตาการสลายอันนัดสนอจนดอกปลอกประนี้จำพวกมนุษย์สัตว์ได้รู้เนื้อเลือแผ่นใดนี่จีมวยหนึ่งโกนตรัสดังถาสมพุทธข้าวอาหนึ่งกลึงอลังกากรุบดุมอ้อบ้านไตรูปเรียงกายทางกายปนเนาะไอ้สำรองบอกกุนถอยเนาะไอ้สำรองบอกกุนถอยเนาะตีตื้อลำอ้อรูปเรียงกายหนึ่งแต่งดวงจิตบอกโกนกุนถอยคือจีกลึงลำอ้อจีวัดดอสำคัญบ่มพัดแต่โกนจำใบเตยแต่มีนแต่ไม่เอาชีวิตบอกกูมีสาวพอดพิบละอสระตระการสมบูรณ์ข่าวเอาลำอเพลกายกุนโทตึงหลายลำอเพลจิตจุ่มในวิจีลำอเพลชีวิตมีเย็ดนูปัดลำอตระโกลปลอมเตยฉับจับโกนเอ๋ยเท่ามาจีตายแปรปรูเหมือนติงตอดมาดองกระไดมาดองตะเจียมาดองพลิ้งมาดองแรงทั้งไงเนี้ยปีตึกห่างเกิดให้เราไม่เล็กตื่นวิ่งเนื้อตึกห่างเล็กจีเท่ามาด่าขมิ้นน่ะอาจเติมบังกว่าบัญชีเอาตังในระหดบานร้อยปรุนี้คือจีฉบับระบบธรรมจิตชีวิตมนุษย์ก็มันโคกนี่ได้แปรปรูอัดละหายละหาย
កើតមកហើយតែងតែមានទុក្ខគឺទុក្ខព្រោះចាស់ទុក្ខព្រោះឈឺនិងទុក្ខព្រោះសេចក្តីស្លាប់ទាំងនេះក៏ជាច្បាប់របស់ធម្មជាតិដូចគ្នាឬយើងអាចនិយាយបានថាជាច្បាប់របស់កម្មផលគឺតែងមានសើចមានយំមានការជួបជុំមានការប្រប្រាស់មានសុខមានទុក្ខមានការសរសើរនិងមានការរិះគន់និន្ទាគឺគ្រប់រសជាតិទាំងអស់ដែលមាននៅក្នុងដួងជីវិតនេះដូច្នេះចូលកូនសម្រួលចិត្តរបស់កូនទទួលស្គាល់នឹងការពិតទៅកុំហួងហែងកុំប្រកាន់សម្របទៅតាមធម្មជាតិព្រោះកូនបានជាព្រមកើតមកជាមនុស្សហើយកូនក៏ព្រមទទួលនៅអ្វីដែលមនុស្សមានគឺមនុស្សតែងចាស់តែងឈឺតែងស្លាប់តែងជួបតែងព្រាត់បើទោះបីជាកូនមិនព្រមក៏ច្បាប់ធម្មជាតិទាំងនោះនៅតែកើតឡើងចំពោះជីវិតកូនមិនអាចគេចវេសផុតបានឡើយដូច្នេះហើយបើកូនព្រមជួបកូនក៏ត្រូវតែព្រមបែកព្រមទទួលសេចក្តីសុខក៏ត្រូវព្រមទទួលសេចក្តីទុក្ខព្រមស្រឡាញ់ក៏ត្រូវតែព្រមទទួលយកនៅការឈឺចាប់ដែលវាត្រូវតែកើតឡើងបន្ទាប់ពីសេចក្តីស្រឡាញ់ត្រូវបាត់បង់ទៅវិញគឺថាកូនត្រូវតែព្រមគ្រប់យ៉ាងមិនប្រឆាំងតតាំងប្រកែកតវ៉ាទើបចិត្តរបស់កូនបានសេចក្តីស្ងប់អ្វីវានឹងមិនចាប់ទៅដោយរលូនប៉ុន្តែបើកូនទាមទារឲ្យច្បាប់ធម្មជាតិតម្រូវតាមចិត្តកូននោះគឺមិនខុសអីពីការយំទាមទារចង់បានព្រះច័ន្ទមកកាន់លេងនោះទេគឺវាមិនអាចទៅរួចឡើយចូលកូនរីករាយរស់នៅជាមួយនឹងជីវិតដែលប្រព្រឹត្តទៅតាមធម្មជាតិហើយញញឹមទទួលយកការពិតនោះជីវិតរបស់កូននឹងមានពន្លឺរស្មីដោយព្រះច័ន្ទពេញបូរមីក្នុងថ្ងៃ15កើតអញ្ចឹងណាធម្មជាតិលើលោកទុកសោកសោកយំសោយពេលជួបជុំយំពេលប្រត់ប្រាស់ស្រឡាញ់ប្រែស្អប់យប់ប្រែថ្ងៃរះផ្លាស់ប្ដូររហ័សច្បាស់ឥតសង្ស័យបេះដូងគីមីកូនអើយសម័យឥឡូវសបោខ្លាំងណាស់របស់គីមីគ្រឿងប្រើប្រាស់ក៏ជារបស់គីមីអាហារហូបចុកក៏ជារបស់គីមីខ្លួនប្រាំមនុស្សខ្លះក៏មានជាតិគីមីរហូតដល់បេះដូងក៏មានជាតិគីមីដែរព្រោះតែដើម្បីប្រយោជន៍ខ្លួនឯងចង់ឲ្យអ្នកណាស្លាប់អ្នកណារស់ក៏មិនខ្វល់សំខាន់អញរស់អញបានចំណេញរបស់គីមីគឺជារបស់បោកបញ្ឆោតភ្នែកមហាជនឲ្យមើលទៅឃើញល្អឃើញស្អាតតែការពិតល្អស្អាតតែសម្បុរខាងក្រៅប៉ុណ្ណោះចំណែកខាងក្នុងសុទ្ធតែគ្រឿងពុលបរិភោគប្រើប្រាស់ហើយនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងអាយុជីវិតយ៉ាងធ្ងន់ធ្ងរមនុស្សយើងខ្លះក៏ឥតអញ្ចឹងដែរខាងក្រៅមើលទៅឃើញល្អណាស់គួរឲ្យស្រឡាញ់រាប់អានគួរចង់បានមកនៅក្បែរតែទីបំផុតមនុស្សដែលយើងគិតថាល្អនឹងហើយជាអ្នកដែលសម្លាប់យើងឬក៏ជាអ្នកដែលនាំឲ្យយើងពីនេះក៏មានអ្នកខ្លះធ្វើល្អជាមួយយើងព្រោះតែសម្លឹងឃើញប្រយោជន៍ពីយើងក៏មានខ្លះនៅមុខយើងក៏ល្អណាស់តែស្គរជាមួយនឹងយើងតែក្រោយខ្នងពេបមាត់ពេបកដាក់យើងក៏មានមនុស្សទាំងនោះកូនគូពិចារណាឲ្យច្បាស់លាស់សិនណាមុននឹងកូនចូលទៅសេតគប់រាប់រកមនុស្សយើងស្គាល់មុខតែមិនស្គាល់ចិត្តគឺពិតជាពិបាកណាស់ក្នុងការរស់នៅជាមួយគ្នាព្រោះឥឡូវសម្បូរណាស់ប្តីប្រពន្ធគីមីមិត្តភក្តិគីមីគ្រូគីមីសិស្សគីមីមនុស្សដែលស៊ីតែគ្នាឯងគួរប្រយ័ត្នប្រយែងឲ្យមែនទេណាកូនមានមនុស្សមិនតិចទេដែលគេដើរអួតខ្លួនថាជាអ្នកជួយតែធៀបពិតវាគ្រាន់តែជាការជួយដើម្បីតាក់យកប្រយោជន៍ខ្លួនឯងទេវាគ្រាន់តែជាការជួយដើម្បីតាក់យកប្រយោជន៍ខ្លួនគេតែប៉ុណ្ណោះរហូតអ្នកខ្លះបោកប្រាស់តែខ្មែរគ្នាឯងក៏មាននេះហើយជាមនុស្សដែលមានបេះដូងគីមីប្រើល្បិចកិច្ចកលពឹសពុលពេញទីបោកប្រាស់វក់វីគ្រប់ទីកន្លែង